ឪពុកអ្នកក្របង្រៀនកូនសេដ្ឋី10ចំណុចក្នុងនោះមានដូចតទៅ 1. កូនប្រុសទោះបីកូនគ្មានការងារល្អកូនធ្វើស្រែធ្វើសំណង់ក៏កូនត្រូវងូតទឹកសម្អាតខ្លួនមួយថ្ងៃ3 ដងនិងត្រូវគោរពពេលវេលាដែរ 2. ទោះកូនមិនបានសេពគប់ជាមួយសេដ្ឋីក៏កូនអាចដឹងពីរបៀបរស់នៅរបស់សេដ្ឋីបានតាមរយៈសៀវភៅ 3. បើកូនចង់បានការគោរពពីមនុស្សជុំវិញកូនត្រូវគោរពនិងឲ្យតម្លៃអ្នកដទៃលើសពីច្បាប់ប្រទេស 4. ទោះបីកូនក្រកូនត្រូវរស់នៅដោយឈរលើគុណធម៌សច្ចធម៌ព្រោះវាជាផ្លូវជួយឲ្យជីវិតកូនរស់នៅថ្លៃថ្នូរជាងអ្នកមានទ្រព្យ 5. បើកូនគ្មានលទ្ធភាពសិក្សាខ្ពស់បានកូនត្រូវរៀនអានអក្សររបស់ជាតិយើងឲ្យចេះអស់ព្រោះវាជួយឲ្យកូនដើរទៅផ្លូវមួយដែលកូនមិនស្គាល់បានយ៉ាងងាយ 6. កូនត្រូវរកជំនាញនិងចំណុចខ្លាំងរបស់កូនឲ្យឃើញព្រោះវាធ្វើឲ្យអ្នកដទៃមិនអាចខ្វះកូនបាន 7. បើកូនចង់ឲ្យជីវិតរបស់កូនរស់នៅដោយសុភមង្គលនោះកូនត្រូវរៀនស្រឡាញ់របស់អ្វីដែលកូនមានព្រោះជាពិសេសត្រូវស្រឡាញ់ផ្ទះនិងកន្លែងការងារដែលកូនធ្វើព្រោះវានៅជាមួយកូនច្រើនជាងគេក្នុងមួយថ្ងៃ 8. ទោះបីកូនក្រយ៉ាងណាក្តីក៏កូនត្រូវចាយឲ្យតិចជាងចំណូលដែរព្រោះវាធ្វើឲ្យកូនលំនឹងសេដ្ឋកិច្ច 9. កូនត្រូវចាំហិរញ្ញវត្ថុរបស់សេដ្ឋីគឺគេស្គាល់ទ្រព្យនិងបំណុលច្បាស់ក្នុងនោះមានដូចជា 1. បំណុលលុយចេញពីហោប៉ៅ 2. ទ្រព្យលុយចូលហោប៉ៅ 10. បើកូនចង់ក្លាយជាសេដ្ឋីកូនត្រូវស្វែងរករបស់4យ៉ាងឲ្យបាននោះគឺ 1. ចំណូលប្រចាំថ្ងៃ 2. ចំណូលប្រចាំខែ 3. ចំណូលប្រចាំឆ្នាំនិង 4. ចំណូលប្រចាំជីវិត